សួស្តីបងប្អូនឥឡូវនៅវីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូនអំពីការប្រើប្រាស់ Slides Tool ថាតើ Slides Tool ហ្នឹងគេប្រើយ៉ាងម៉េចហើយតើវាមានមុខងារល្អយ៉ាងណាសម្រាប់ក្នុងការដែលយើង edit រូបភាព Slides Tool ហ្នឹងគឺជា tool មួយដែលគេប្រើប្រាស់សម្រាប់យើង slide ទៅលើរូបភាពរបស់យើងដែលយើងចង់ធ្វើដាក់ចូលទៅក្នុង website របស់យើងវាមានន័យថា Slides Tool វាជា tool មួយដែលកាត់រូបភាពជាចំណិតដើម្បីយកទៅ replace នៅក្នុង website របស់យើងឧទាហរណ៍ថាដូចជា banner ដូចជា logo ដូចជា sidebar footer អីហ្នឹងគឺ Slides Tool គឺអាចធ្វើបានអូខេអញ្ចឹងដើម្បីបង្ហាញបងប្អូនបានគឺខ្ញុំគ្រាន់តែ open រូបភាពមួយដែលតាក់ទងជាមួយនឹង Slides Tool ហើយជារូបភាពដែលតាក់ទងជាមួយនឹង website ផងដែរខ្ញុំ double click នៅលើ screen ហ្នឹងឬក៏ខ្ញុំអាចចូល file យកទៅថា open តោះមកខ្ញុំ click នៅលើរូបភាពមួយដែលខ្ញុំ place នៅ exercise file អញ្ចឹង Slides Tool ជា tool មួយដែលយើងប្រើសម្រាប់កាត់នៅរូបភាពណាដែលយើងចង់ធ្វើចូលទៅក្នុង website ឧទាហរណ៍ថាអញ្ចឹងវាមាន style របស់វាឧទាហរណ៍ថា normal ធម្មតាគឺជា style មួយដែលយើង select បង្កើតដោយខ្លួនឯងអូខេនេះខ្ញុំ delete អញ្ចឹងឧទាហរណ៍ថាខ្ញុំចង់បាន slide នេះខ្ញុំចង់ slide យកមនុស្សទាំងអស់នេះចេញជារូបភាពអញ្ចឹងខ្ញុំគ្រាន់តែ zoom ចូលទៅក្នុងរូបភាពមួយហ្នឹងអូខេតើមកខ្ញុំចុចអក្សរ F ដើម្បីឲ្យ full screen បន្តិចអូខេបន្ទាប់មកខ្ញុំ zoom បន្តិចទៀតដើម្បីឲ្យងាយស្រួលមើលបន្ទាប់មកខ្ញុំ slide នៅកន្លែងមនុស្សនេះអូខេអញ្ចឹងបងប្អូនឃើញមានទេមានសញ្ញាកន្លែងនេះអូខេថាអូខេឥឡូវខ្ញុំ zoom មកកន្លែងនេះបងប្អូនមានឃើញកន្លែងសញ្ញាកែងគៀននេះកន្លែងនេះនិងកន្លែងនេះហើយបន្ទាប់មកទៀតហ្នឹងគឺនៅកន្លែងនេះក៏យើងអាចកំណត់ទាញបានហើយនៅចុងក្រោយនេះគឺយើងអាចកំណត់ស្រេបានដូចគ្នាអញ្ចឹងទីថាខ្ញុំ slide មិញវាហួសបន្តិចខ្ញុំគ្រាន់តែដាក់មកឲ្យចំកន្លែងហ្នឹងខ្ញុំទាញវាចុះតិចមកអូខេអញ្ចឹងវានឹងប៉ុននៅអ្វីដែលខ្ញុំចង់ slide យកនេះទីថាខ្ញុំចង់យក style មនុស្សរបស់គេប៉ុន្តែបងប្អូនឃើញកន្លែងនេះវាគឺមនុស្សរបស់គេមានខណ្ឌដាច់មួយកង់អញ្ចឹងសួរថាតើខ្ញុំអាចធ្វើឲ្យមានមួយកង់បានអត់អូខេប្រកាសជាបានគឺខ្ញុំគ្រាន់តែ right click ហើយយកពាក្យថា divide slice អូខេ divide slide នេះមានន័យថាមុននឹងបងប្អូន divide slide ហ្នឹងបងប្អូនត្រូវរាប់ដែររបស់គេ home 1 about 1អញ្ចឹងមានប៉ុន្មានអូខេថា1 2 3 4 5 6 7 8 9 10 slide អូខេ10 slide អញ្ចឹងបងប្អូនត្រូវតែកំណត់កន្លែង divide slide ហ្នឹងអូខេខ្ញុំ right click ខ្ញុំយកពាក្យថា divide slide អញ្ចឹងខ្ញុំរាប់វិញមាន10អញ្ចឹងខ្ញុំគ្រាន់តែកំណត់កន្លែងនេះឧទាហរណ៍អញ្ចឹងវាមានការកំណត់ពី3កន្លែងនេះបងប្អូនគ្រាន់តែថាទី1 divide slide horizontal នេះគឺចង់និយាយថាពីលើទៅក្រោមបើសិនខ្ញុំ click កន្លែងនេះហើយខ្ញុំដាក់5អញ្ចឹងមានថាវារាប់ពីលើទៅក្រោមនេះ5 slide ចុះក្រោមនេះគឺកន្លែងនេះវាមាន slide រាប់5ចុះតែម្ដងអូខេ4អូខេនេះអញ្ចឹងកន្លែងនេះវារាប់មាន5 slide 1 2 3 4 5តែម្ដងប៉ុន្តែបើសិនជាខ្ញុំអត់ចង់បានអញ្ចឹងខ្ញុំចង់បានលក្ខណៈផ្ដេកមកចេះគឺខ្ញុំគ្រីសយក device vertical intro បន្ទាប់មកខ្ញុំកំណត់10អូខេហើយខ្ញុំអូខេពេលដែលខ្ញុំអូខេហើយខ្ញុំនឹងឃើញមាន slide ចំនួនប៉ុន្មានបងប្អូនមើលណាមាន slide 1 2 3 4 5រហូតដល់គ្រប់ចំនួនអូខេអញ្ចឹងទី1ទៀតថាបើសិនជានេះកន្លែងនេះបងប្អូនមើលកន្លែងនេះដែរ slide នេះវាអត់ត្រូវគ្នាកន្លែងនឹងបកគោលរបស់គេអញ្ចឹងខ្ញុំគ្រាន់តែយកមកដាក់ឲ្យចំវាគឺខ្ញុំគ្រាន់តែទាញវាដាក់ឲ្យចំហ្នឹងមកគឺ slide ហ្នឹងវានឹង automatic នឹងរត់ទៅដល់ដែរអូខេ2តាមទៀត9និងចុងក្រោយគឺ10អញ្ចឹងខ្ញុំបាន slide កាត់យកមនុស្សហើយអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់បានអីផ្សេងទៀតថាខ្ញុំចង់បាន banner កន្លែងនេះខ្ញុំ slide កន្លែងនេះទៀតមកអូខេអញ្ចឹងខ្ញុំនឹងពេលដែលខ្ញុំបង្កើតចេញជារូបភាពបងប្អូននឹងដឹងថាតើរូបភាពនឹងវានឹងចេញវាមិនអូខេឧទាហរណ៍ថាខ្ញុំ slide banner នឹងហើយបន្ទាប់មកខ្ញុំចង់ slide យកមនុស្សអីផ្សេងទៀតថាខ្ញុំយក
រូបមួយនេះចឹងទៅអូខេខ្ញុំ slide យកគាត់អូខេ slide រូបនេះ slide ទៀត slide តោះមកខ្ញុំ slide យកប៉ុណ្នេះទៀតថាប៉ុណ្នេះអូខេប៉ុន្តែខ្ញុំមើលដែរឧទាហរណ៍ថានេះមាន3វាមាន3បន្លោះទៀត1 2 3 4អូខេ4បន្លោះអញ្ចឹងខ្ញុំ right click ខ្ញុំយកពាក្យថា divide ទៀតហើយបន្ទាប់មកខ្ញុំកំណត់យកទៅ4ហ្នឹងទៅដាក់លេខ4ហើយនេះទៅអូខេបន្ទាប់មកខ្ញុំគ្រាន់តែទាញឲ្យវាត្រូវគ្នាទៅគឺជាការស្រេចបាត់ហើយអូខេនេះតមកទៀតខ្ញុំ play នេះអូខេដល់វាអត់ស្មើ zoom ឲ្យដល់ទៅយើង ស្រេតិចដងអញ្ចឹងវានឹងទៅដល់អូខេអញ្ចឹងឧទាហរណ៍ថាឥឡូវខ្ញុំ slide បានអស់ហើយអញ្ចឹងទោះថាខ្ញុំចង់បានរូបភាពនឹងអាម៉េចគាត់តែខ្ញុំចុចអក្សរ F ឲ្យរួមទូចមកវិញខ្ញុំចូល file ហើយយកពាក្យថា save for web and device ហើយបន្ទាប់មកខ្ញុំនឹងឃើញមាននេះសិតតែ slide ដែលខ្ញុំបាន select ទាំងអស់ហ្នឹងហើយខ្ញុំយកពាក្យថាអូខេវាមាន file កន្លែងនេះមួយចំនួនទៀតគេថា preset នេះយើងអត់បានដាក់ name វាទេអូខេហើយកន្លែងនេះគឺវាមានប្រភេទ file JPEG GIF PNG 8 bit 24 bit និង WBPM ហ្នឹងតែទៀតថាបើសិនជាបងប្អូនគួរតែត្រូវប្រើគឺប្រើ JPEG អូខេបន្ទាប់មកខ្ញុំ click យក JPEG ហើយខ្ញុំយក maximum វាយកវាថា maximum មានន័យថាកន្លែងនេះចង់និយាយពី quality នៃរូបភាពហ្នឹងខ្ញុំដាក់ឲ្យវាច្បាស់តែម្ដងតែបើសិនបងប្អូនអត់ចង់ឲ្យ web យើងដើរយឺតទេយើងដាក់តែ medium ធម្មតាទេតែឥឡូវកន្លែងនេះខ្ញុំចង់បង្ហាញបងប្អូនពី maximum ហើយខ្ញុំជិះពាក្យថា save បន្ទាប់មកមាននឹងឲ្យខ្ញុំ load folder មួយហើយនឹងខ្ញុំដាក់ឈ្មោះ name ឧទាហរណ៍ថាខ្ញុំដាក់ឈ្មោះថា test slide tool អូខេបន្ទាប់មកខ្ញុំចុចពាក្យថា save ហើយបន្ទាប់មកខ្ញុំឥឡូវខ្ញុំទាញដាក់ចុះបន្ទាប់មកខ្ញុំនឹងឃើញមានអ្នក image មួយនៅកន្លែងនេះបន្ទាប់មកឥឡូវខ្ញុំបើក image នឹងឲ្យមើលអញ្ចឹងបងប្អូននឹងឃើញមាននេះសិតតែរូបទូចដែលយើងអាចយកទៅ design ជាមួយនឹង website របស់យើងបានបើខ្ញុំ double click ដើម្បី open វាទៅវានឹង load រូបនឹងមកឃើញបងប្អូននេះខ្ញុំបើករូបភាព slide home អញ្ចឹងវានឹងបង្ហាញតែ menu home ទូចមួយនៅនេះទេអូខេអញ្ចឹងការប្រើប្រាស់ slide tool វាមានសារៈសំខាន់ដែរសម្រាប់យើងក្នុងការ design យើងខ្ជិលទោះថាយើងអត់ដឹងទំហំនៃ banner នឹងប៉ុណ្ណាទេអញ្ចឹងគ្រាន់តែបងប្អូនប្រើ slide tool ដើម្បី slide វាទៅយកជា banner មួយទម្រង់ banner បែបរបស់គេមួយមកគឺស្អាតតែម្ដងអូខេអញ្ចឹងដល់ slide tool ហ្នឹងគឺខ្ញុំសូមបញ្ចប់តែប៉ុណ្ណេះសិននៅវីដេអូបន្តទៀតខ្ញុំនឹងបង្ហាញបងប្អូនអំពីការប្រើប្រាស់ slide select tool ម្ដង slide select tool ហ្នឹងវាមានសារៈសំខាន់វាមិនហើយនៅកន្លែងនេះគេប្រើវាមិនអូខេអញ្ចឹងសូមតាមដាននៅវីដេអូបន្តអរគុណច្រើន